គឺជាគ្រូបង្រៀននៅវិទ្យាល័យហងសានបរិបូរណ៍មានឈ្មោះថាហួយហួនបាទខ្ញុំគឺជាឯកទេសផែនដីវិទ្យាហើយតកតងជាមួយនឹងការវិសោធន៍អំពីការកកើតគំរូពពកមិនចឹងនេះគឺខ្ញុំលើកឡើងនៅថ្នាក់ទី11ក្នុងពិភពទី3គឺមណ្ឌលអាកាសធាតុអាកាសនិងអាកាសធាតុហើយនៅក្នុងមេរៀនទី8គឺទឹកនៅក្នុងបរិយាកាសពពកនិងកំណកអាកាសហើយវត្ថុបំណងនៃមេរៀនបាទទី1គឺវិទ្យាសាស្ត្រប្រទានគឺកំណត់បានពីប្រភេទពពកនីមួយៗតាមរយៈការសង្កេតរូបភាពនៅក្នុងក្រុមវិទ្យាសាស្ត្របាទហើយបំណិនសម្បទាហ្នឹងគឺបកស្រាយពីការកកើតពពកបានច្បាស់លាស់តាមរយៈការពិភាក្សាតាមក្រុមហើយចរិយាសម្បទាហ្នឹងគឺសិស្សចាប់អារម្មណ៍ពីការសង្កេតពពកនិងការព្យាករណ៍ធាតុអាកាសប្រចាំថ្ងៃហើយអញ្ចឹងបន្តទៀតបាទហើយតកតងជាមួយនឹងពពកនឹងដែរគឺពពកមានប្រភេទរបស់វាហើយអញ្ចឹងពពកត្រូវបានគេបែងចែកជាប្រភេទជាន់ទាបជាន់មធ្យមនិងជាន់ខ្ពស់បាទប្រភេទជាន់ទាបហ្នឹងគេឃើញមានប្រភេទអន្លាយបាទឬក៏គេហៅមួយយ៉ាងថាពពកដេកហើយនៅមួយទៀតគឺគេឃើញគេសង្កេតឃើញតែតែមាននៅផ្នែកជាន់ទាបហ្នឹងគឺពពកកាស្ពៃឬក៏គេហៅថាពពកឆហើយពពកពីរហ្នឹងគឺតែតែមាននៅភ្លៀងធ្លាក់នៅបង្កនៅបាតុភូតកំណាយដូចជាខ្យល់បក់ខ្លាំងដូចជាករន្ទះហើយជាដើមបាទបង្កឲ្យមាននៅទឹកជំនន់ខ្លះដែរបាទហើយតកតជាមួយនឹងពពកជាន់មធ្យមហ្នឹងគឺមានឈ្មោះថាពពកអន្លាយណាំប៊ូមានន័យថាពពកហ្នឹងគឺមានលក្ខណៈមួយគឺខ្ពស់ឡើងទៅលើហើយពណ៌វាគឺខ្មៅហ្នឹងទៅបាទហើយមកមានពពកមួយទៀតគឺហៅថាពពកអន្លាយអាល់តូវាអាល់តូមានន័យថាមាននៅជាន់មធ្យមបាទហើយពពកជាន់ខ្ពស់ហ្នឹងគឺមានពពកស្បៃអន្លាយបាទគឺពពកនោះគឺលក្ខណៈនៃការកកើតរបស់វានោះគឺជាដុំគ្រីស្តាល់នៅផ្នែកខាងលើអញ្ចឹងដើម្បីដឹងអំពីការកកើតពពកគឺយើងត្រូវស្គាល់អំពីនៅយ៉ាង5មួយទៀតដែលគេនិយាយពីរឿងរយៈកម្ពស់មានន័យថាគេវាស់ពី0នេះមានន័យថាផ្ទៃតៃឡើយនេះអញ្ចឹងនេះគឺជារយៈកម្ពស់ដែលវាឡើងទៅក្នុងបរិយាកាសអញ្ចឹងបរិយាកាសគេបែងចែកទៅជា4ទេប៉ុន្តែនៅក្នុងនោះខ្ញុំលើកយកតែមណ្ឌលផ្នែកខាងក្រោមគឺមណ្ឌលអាកាសចលដែលកម្ពស់វាគឺចាប់ពី0ទៅដល់16គីឡូព្រោះមណ្ឌលលំហើយគឺជាមណ្ឌលដែលមាននៅម៉ាស់របស់បរិយាកាសហ្នឹងគឺរហូតដល់90%ឯណោះហើយវាក៏ជាស្ទាប់មួយដែលមនុស្សរស់នៅមានពពកមានភ្លៀងមានខ្យល់ច្រើនដែលបង្កឲ្យមាននៅបាតុភូតផ្សេងបាតុភូតមណ្ឌលអាកាសផ្សេងដែលបង្កឲ្យមាននៅបញ្ហានៅក្នុងស្ទាប់ហ្នឹងបាទនេះគឺជាតម្លៃលេខនេះគឺជាសីតុណ្ហភាពបាទនៅខាង0បាទ0នេះមានន័យ0មកស្ដាំនេះមានន័យថាតម្លៃសីតុណ្ហភាពវិជ្ជមានហើយពី0មកខាងឆ្វេងនេះមានន័យថាតម្លៃអវិជ្ជមានមានន័យថាត្រជាក់បាទអញ្ចឹងគេឃើញថានៅក្បែរផ្ទៃខេត្តដីយើងនេះគឺមានម៉ូលេគុលខ្យល់ច្រើនប៉ុន្តែបើសិនមកគេឡើងទៅខាងលើបន្តិចនេះគឺគេឃើញថាម៉ូលេគុលខ្យល់ហ្នឹងបែរវាស្ថិតនៅគម្លាតឆ្ងាយពីគ្នាបាទហ្នឹងគឺអាចតាក់ទងជាមួយនឹងកម្លាំងជំនាញរបស់ភពផែនដីបាទអញ្ចឹងគេឃើញថាកម្លាំងជំនាញរបស់ភពផែនដីគឺប្រមូលក្នុងម៉ូលេគុលខ្យល់អស់ហ្នឹងគឺនៅក្បែរផ្ទៃខេត្តដីការណាឡើងទៅលើកាន់តែឆ្ងាយទៅគឺគម្លាតរបស់វាកាន់តែឃ្លាតឆ្ងាយពីគ្នាអញ្ចឹងនៅក្បែរផ្ទៃផែនដីនៅពេលដែលមានព្រះអាទិត្យបញ្ចេញកម្ដៅមកវាដុតចំហាយទឹកគឺនាំចំហាយទឹកទាំងអស់ហ្នឹងគឺឡើងមករយៈកម្ពស់ខ្ពស់ការណាឡើងមករយៈកម្ពស់ខ្ពស់គឺសីតុណ្ហភាពវាចុះត្រជាក់នេះគឺជាខ្សែសីតុណ្ហភាពគេឃើញថានៅក្បែរផ្ទៃផែនដីសីតុណ្ហភាពរបស់វាប្រហែលជា30ជាងប៉ុន្តែដល់ពេលឡើងមករយៈកម្ពស់បែរជាសីតុណ្ហភាពរបស់វាហ្នឹងគឺថយចុះមកវិញព្រោះយើងទម្លាក់ចំណោកែងគឺវាមករកផ្នែកអវិជ្ជមានអញ្ចឹងនេះបាទតកតងជាមួយនឹងសម្ភារៈតកតងជាមួយនឹងការបង្កើតនៅគំរូពពកបាទអញ្ចឹងទី1គឺខ្ញុំមានកណ្ដាលវិញ្ញោមហើយមានកែវក្រិតបាទហើយខ្ញុំមានទឹកកកហើយមានចង្ក្រានព្រះហើយមានកំសៀវអ៊ីស្នីដើម្បីដាំទឹក អ
tầm bay rồi còn cao nơi cũng đủ bột bán cứ xong thử chạy tất cả đào nó cứ ở bay rồi tôi việc đào xong lại làm cho mình tiết cứ xong chạy tất cả đào nó cứ bà hai chia môi thiệt buôn này cài nè phần đấy rồi mình tiết cứ xongรูปแรกครบในกระดาษเลยโยมคือเลยชมตาไปกองไปเลยจังไทยจะปรามันตีทิศมาเรียนสเก็ตมือตาเรื่องไว้กับปรามันตีจอบไว้สเก็ตมือแต่ตาเมียนจัด dần dần là phải cọ